សុំតចាចង់និយាយថាចេះមិញគេនិយាយដើមសបិនឯងមួយថ្ងៃហីចាចង់និយាយចេះថាមានអារម្មណ៍មិនដែរដែលចេះតែមកយឺតក្រោយគេអញ្ចឹងណាអត់ទេខ្ញុំមកយូរទេមកយូរមិនបានអត់ទាន់ឃើញចូលកន្លែងគេព្រីខាងារអត់ទេខ្ញុំទៅប្រជុំហ្មងបាទប្រជុំអីគេប្រជុំជាងលោករ៉ូមីអូធំជាងលោករ៉ូមីអូទៀតឥឡូវខ្ញុំឲ្យស្ដាប់វយចារ៉ូមីអូញើសើតែគេទៅជួបមិញហ្នឹងជួបមកចាស់ផលប្រហើយអញ្ចឹងបាទហើយដល់ពេលជួបទៅអតចរិតរបស់គេធ្វើម៉េចអត់បានតាមជើងទេអញ្ចឹងហ៎អូញ៉ាអញ្ចឹងមកគេមានការងារធ្វើច្រើនណាអូបានន័យថានិកាណាត់គេម៉ោង 4 កន្លះមកគេមកចាឥឡូវសុំសួរនិកាតិចពេលនោះខ្ញុំមកនេះស្រាតទេឥឡូវសុំសួរនិកាដែលជាជំនួយការរបស់លោករ៉ូមីអូចង់និយាយថាហេតុអីបានម្ដងម៉ោង 4 ម្ដងម៉ោង 4 កន្លះដល់អញ្ចឹងគាត់មកម៉ោង 4 កន្លះដោយសារតែដំបូងឡើយហ្នឹងកម្មវិធីយើងចាប់ផ្ដើមម៉ោង 5 ម៉ែដល់ពេលហើយដល់ពេលខ្ញុំមកដល់ឆាកយើងបានប្រជុំគ្នានិយាយគ្នានៅពេលដែលកន្លង live Facebook ហ្នឹងយើងទៅការ MC ដើម្បីឈិតឆាតជាមួយនឹងអ្នកដែលមកចូលរួមប្រឡងមិញនិយាយឈ្មោះរ៉ូម៉ូអូបានទៀតហ៎ចុះរ៉ូម៉ូអូអាចចេញឈ្មោះបានឥឡូវថៃបានចាញ់អត់បានអូឥឡូវរ៉ូម៉ូអូ freelance ចាំមិនចឹងខ្ញុំអត់យល់បាយមានការងារគេអាចធ្វើគ្រប់កន្លែងបានតាបើយើងអង្គុយតែមួយកន្លែងទិញងាប់អូខេទទួលយ៉ាចាឥឡូវយើងបានស្ដាប់ហើយតាមពិតសបិនគឺគាត់គ្រប់ពេលវេលាតាមពិតនិកាមុនដំបូងគាត់ថាម៉ោង 4 បន្ទាប់មកគាត់ថាម៉ោង 4 កន្លះដល់ពេលអញ្ចឹងម៉ោង 4 កន្លះគាត់មកទទួលដឹកនាំកម្មវិធីគ្រប់ទីកន្លែងគ្រប់ប្រភេទfreelance ឥឡូវឥឡូវបានន័យថាចេះលោករ៉ូមីអូគាត់ទទួលដឹកនាំគ្រប់ទីកន្លែងទាំងអស់ចុះទទួលដឹកស្រីគ្រប់ទីកន្លែងទេដឹកតួដឹកធម្មតាដឹកអត់ទេចង់និយាយតួស្រីតួអីដឹកទេដឹកស្ងាត់ហ្នឹងចាអរគុណបងប្អូនឥឡូវយើងបន្តិចទៀតយើងជួបជាមួយនឹងពិធីក៏នឹងពិធីការនេះទាំង3រូបហើយឆាកតែម្ដងហើយណាទៀតណាបងប្អូនយើងសិល្បករសិល្បករនេះក៏ចូលរួមច្រើនណាបងហ្នឹងអញ្ចឹងបាទនោះមូហើយយកអ្នកប្រឡងរាំប្រឡងអីមកឥឡូវមកប៉ុន្មានម៉ឺននេះអីក្រោម 3000 នាក់នៅខាងក្រៅអញ្ចឹងចាបងប្អូនតិចទៀតឲ្យគាត់នឹងតែងខ្លួនប្លែករាំចង្វាក់ប្រពៃណីខ្មែររបស់យើងគឺសប្បាយឥឡូវរាំមើលថ្ងៃរាំងយូរណាំងណទឹងហើយគាត់ចាជំរាបសួរថ្ងៃនេះមកធ្វើកម្មវិធីអីដែរសុំតដោះម៉ាស់ចេញព្រោះយើងអត់សូវល្បីអញ្ចឹងគេអត់ស្គាល់មិនល្បីមកសម្ភារខ្ញុំដែរមិនល្បីផងមកសម្ភារខ្ញុំដែរគេចូលចិត្តសម្ភារអ្នកអត់ល្បីហ្នឹងដើម្បីប្រម៉ូទឲ្យល្បីអត់អីខ្ញុំសុំប៉ុណ្ណឹងបានហើយឥឡូវរកល្បីខ្ញុំរកល្បីខ្លួនឯងឥឡូវឥឡូវសុំសួរទីថ្ងៃនេះមកកម្មវិធីអីដែរមានអ្នកខ្លះមានបងប្អូនចូលរួមហើយជារាប់ពាន់នាក់អញ្ចឹងកម្មវិធីរាំបានឡានទីប៊ូស្រងអញ្ចឹងបាទនៅណាដែរនៅណាធ្វើកម្មវិធីមួយគ្នាអីមួយគ្នាមកសួរគ្នាធ្វើដូចមិនដឹងអីសោះចុះស្គាល់ថា fake គេហៅថានៅដីឡូក្បែរវត្តស្ងួនពេជ្រខណ្ឌកំបូលប៉ុន្តែឥឡូវខ្ញុំចង់ឲ្យគ្រឿនឯងនិយាយតាមសុបិនតិចមើលពីព្រោះកម្មវិធីយើងត្រូវធ្វើ3នាក់ឥឡូវយើងមិនដល់តែ2នាក់នេះនិយាយយូរទៅគេអត់ឈឺខ្លួនឯងអាហ្នឹងខ្ញុំអត់យល់ខ្ញុំថាចង់និយាយឲ្យម្នាក់ហ្នឹងវាចេះឈឺគេស្ដីគេថាគេរីគុណប៉ុន្តែវាអត់ឈឺអញ្ចឹងឥឡូវយើងនឹងនិយាយចង់ឈឺខ្លួនឯងហ្នឹងហើយឥឡូវចេះយើងជាតួដូចគ្នាយើងអត់មានសិទ្ធិនិយាយទេអញ្ចឹងដល់យើងចង់ដឹងចង់សួរអ្នកuser ចា user លោករ៉ូមីអូហេតុអីបានថាសបិនគាត់អញ្ចឹងឯនៅទៅហៅគាត់មកបងប្អូនតាមកចាជំរាបសួរលោករ៉ូមីអូចាចង់និយាយថាចេះបងប្អូនដែលផលិតកម្មវិធីហ្នឹងអញ្ចឹងបងចង់ដឹងថាចេះសបិនតែងតែយឺតពេលវេលារាល់ដងហើយបងប្អូននៅទៅហៅគាត់អញ្ចឹងបងអត់យល់ទៅតល់បងចាទៅតល់បាទហើយឥឡូវគាត់ចាថាបើយប់ឡើងគាត់ចេះហៅយើងទៅក្រៅអូយមិនជួយនេះជួយនោះអញ្ចឹងណាហើយយើងទៅតល់ហើយគាត់ទៅនោះគាត់ត្រូវច្រើនគាត់តែងតែមានបកាក្រៀមសោកអីមួយមិនមែនទេរបៀបគាត់និយាយពីថាផ្ទះគាត់ច្រើនគាត់មានទៅនោះគាត់ទៅច្រើនហើយយើងចេះយល់អញ្ចឹងណាបងតែការងារមកយឺតមកប៉ុន្តែអ្វីផ្សេងគាត់មានការក្រុមគាត់យល់ពីលក្ខណៈគាត់យល់ពី sponsor គាត់បកកែចំណុចហ្នឹងគាត់បកកែអែបអបប៉ុន្តែស្ទើរតែរឿងពេលវេលាមួយទេ
ចាអញ្ចឹងបងពុកម៉ែបងប្អូនឃើញហើយថាសបិនគាត់មកយឺតគឺគាត់មានទំនួលខុសត្រូវខាងក្រុមគ្រួសារគាត់គឺគាត់មិនមែនមានក្រុមគ្រួសារតែម្នាក់ទេគឺមានច្រើនកន្លែងអញ្ចឹងគាត់ត្រូវមានទំនួលខុសត្រូវទៅអ្នកនេះបន្តិចទៅអ្នកនោះបន្តិចទៅបន្តិចទៅតម្រាំ10ម៉ោងមកធ្វើការងារអញ្ចឹងបងប្អូនយើងនឹងមានចាតិចទៀតយើងនឹងជួបជាមួយនឹងចាបងប្អូនយើងដែលគាត់បានចូលរួមជាមួយនឹងកម្មវិធីរួមឈ្នះឡានពី Boost Strong ទាំងអស់គ្នាថ្ងៃហ្នឹងមនុស្សចូលរួមច្រើនក៏រាប់ម៉ឺននាក់បងប្អូនចា